7យ៉ាងដែលជួយអ្នកទាំងអស់គ្នាប្រឡងបាក់ឌុបនៅពេលខាងមុខនេះទទួលបាននិតេសល្អទី1នោះគឺអ្នកទាំងអស់គ្នារៀនយ៉ាងមានផែនការរៀនយ៉ាងមានផែនការនោះគឺមានន័យថាអ្នកទាំងអស់គ្នាត្រូវមានផែនការប្រចាំថ្ងៃក៏ដូចជាប្រចាំសប្តាហ៍ថាត្រូវធ្វើអីគេខ្លះទៅតាមមុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រៀមប្រឡងអ្នកទាំងអស់គ្នាត្រូវបែងចែកទៀតថាអ្នកទាំងអស់គ្នានៅក្នុងពេលប្រឡងនោះអ្នកទាំងអស់គ្នាជ្រើសរើសសង្គមឬក៏វិទ្យាសាស្ត្រអញ្ចឹងត្រូវផ្ដោតទៅលើចំណុចរបស់អ្នកទាំងអស់គ្នារៀងៗខ្លួនផងដែរហើយទី2នោះអ្នកទាំងអស់គ្នាត្រូវមើលសាច់ភាគសំខាន់អាហ្នឹងមានន័យថាម៉េចសាច់ភាគសំខាន់អ្នកទាំងអស់គ្នាត្រូវមើលថាតើទៅលើមុខវិជ្ជាដែលអ្នកគ្នាត្រៀមប្រឡងនោះអ្នកគ្នាមានបានទន្ទិញមេរៀនក៏ដូចជាធ្វើលំហាត់ហើយឬនៅទៅលើមុខវិជ្ជាដែលអ្នកគ្នាត្រៀមប្រឡងនោះហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាទី3នោះគឺត្រូវវឹកហាត់ធ្វើសំណួរដូចជាវិញ្ញាសាត្រៀមប្រឡងឆ្នាំមុនអីអ្នកគ្នាហើយនឹងមេរៀនចាស់អីត្រូវយកមកធ្វើទៅហើយអ្នកគ្នារៀនគួររៀនអីទៅដឹងស្រាប់ថាលោកគ្រូតែងតែ review ទៅលើមុខវិជ្ជាដែលធ្លាប់ប្រឡងចេញពីមុននេះមិនថាគីមីកណិតអីផ្សេងៗអ្នកគ្នាសិតតែយកចេញពីសភៅពុំទាំងអស់ចឹងអ្នកគ្នាត្រូវមើលទៅលើមេរៀនត្រូវធ្វើឲ្យបានច្រើនខ្លាំងមែនទែនទើបមានឱកាសច្រើនហើយអ្វីដែលសំខាន់មួយទៀតអ្នកគ្នាទី4នោះរៀនជាក្រុមមានន័យថាអ្នកគ្នាពេលអ្នកគ្នារៀនម្នាក់ឯងអត់ចេះអត់ដឹងត្រូវធ្វើមិនទេបើរៀនជាក្រុមគឺមានន័យថាយើងមានធីមយើងផ្សេងដែលគាត់អាចនឹងចេះអញ្ចឹងគាត់អាចជួយយើងបានច្រើននៅក្នុងការពិភាក្សាជាក្រុមអីផ្សេងអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយទី5អ្នកទាំងអស់គ្នាគឺជាកន្លឹះដែលសំខាន់មួយដែរអ្នកទាំងអស់គ្នាត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ក៏ដូចជាកេងឲ្យបានគ្រប់គ្រាន់អ្នកគ្នាប្រយ័ត្នដល់ថ្ងៃប្រឡងមែនតើឈឺអីទៅដឹងតែថាទៅឡើងរួចគឺ Vivoy អ្នកទាំងអស់គ្នាដោយសារការប្រឡងបាក់ឌុបគឺគេប្រឡងតែ2ថ្ងៃប៉ុណ្ណោះហើយមួយឆ្នាំអ្នកទាំងអស់គ្នាគេប្រឡងតែម្ដងហើយបើអ្នកគ្នាខាតបាត់បង់ឱកាសមួយនឹងច្រឡំឈឺដាក់ស្រោមដាក់អីហ្នឹងក៏ពិបាកដែរនៅក្នុងដំណាក់កាលនៃអ្នកគ្នាត្រៀមប្រឡងហើយបើដែលសំខាន់អ្នកគ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងដូចជាគេឲ្យបានគ្រប់គ្រាន់ហើយញ៉ាំអាហារល្អជំនួយដល់សុខភាពក៏ដូចជាខួរក្បាលអ្នកទាំងអស់គ្នាអញ្ចឹងទេគឺថាបើអ្នកទាំងអស់គ្នាអត់បានបំពន់គ្រាកាយរបស់ខ្លួនឯងទេក៏អាចធ្វើអ្នកទាំងអស់គ្នាអត់មានឱកាសក៏ដូចជាមានកម្លាំងនៅក្នុងការប្រយុទ្ធមួយថ្ងៃនឹងដែរទី6នោះអ្នកគ្នាត្រូវបង្កើនការចងចាំនោះមានន័យថាម៉េចអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណាឲ្យអ្នកទាំងអស់គ្នាមានការចងចាំថាខ្ញុំចិត្តប្រឡងហើយខ្ញុំត្រូវធ្វើនេះធ្វើនោះចឹងអ្នកទាំងអស់គ្នាកុំភ្លេចថាយើងគឺជាសិស្សបេក្ខជនដែលត្រៀមប្រឡងបាក់ឌុបនៅខែ8ខាងមុខនេះក្នុងឆ្នាំ2025អ្នកទាំងអស់គ្នាហើយទី7គឺជាចំណុចចុងក្រោយសំខាន់បំផុតអ្នកទាំងអស់គ្នាត្រូវថែរក្សាផ្លូវចិត្តរបស់យើងនឹងឲ្យបានរឹងមាំអ្នកទាំងអស់គ្នាប្រយ័ត្នដល់ថ្ងៃហ្នឹងបាក់ទឹកចិត្តបាក់អីហ្នឹងគឺថាទៅហើយគឺឱកាសប្រហែលជាទៅតាមនឹងអញ្ចឹងអ្នកគ្នាត្រូវរក្សាផ្លូវចិត្តឲ្យបានល្អមិនថាបញ្ហាអីក៏ដោយអ្នកទាំងអស់គ្នាត្រូវរក្សាឲ្យបានល្អទៅដើម្បីជាថ្ងៃដែលអ្នកគ្នាអាចទទួលបានឱកាសល្អហើយអ្នកគ្នាខ្ញុំមកចែកគន្លឹះតែ7ចំណុចហ្នឹងប៉ុន្តែមានកន្លឹះច្រើនទៀតអញ្ចឹងអ្នកគ្នាកំពុងត្រៀមប្រឡងបាក់ឌុបខាងមុខនេះប្រកាសជាបានត្រៀមខ្លួនបានច្រើនហើយដោយសារសល់ពេលតែប្រហែលខែទៀតទេប្រៀបធៀបទៅលឿនខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចង់បានព័ត៌មានថ្មីឬក៏ទៅលើការប្រឡងបាក់ឌុបអីគឺអ្នកក្នុងមួយខា Study Abroad Center របស់យើងណាហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាអាចមកទីតាំងរបស់យើងផ្ទាល់ក៏បានដែរអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះ